ច្ចុប្បន្នភាពនៃសង្គ្រាមឈូងសមុទ្រសហរដ្ឋអាមេរិកបន្តដាក់សម្ពាធយោធានិងសេដ្ឋកិច្ចបន្ទាប់ពីអ៊ីរ៉ង់មិនមានវត្តមាននៅក្នុងកិច្ចចរចានៅឯប៉ាគីស្ថាននៅទីបំផុតសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់មិនអាចឈានទៅរកកិច្ចចរចារួមគ្នាជាថ្មីនោះឡើយបន្ទាប់ពីទីក្រុងតេហេរ៉ង់ត្រូវបានគេដឹងថាបានបដិសេធមិនធ្វើការបញ្ជូនគណៈប្រតិភូរបស់ខ្លួនដើម្បីមកចូលរួមក្នុងតុចរចានៅទីក្រុងអ៊ីស្លាមាបាតនៃប្រទេសប៉ាគីស្ថាននោះទេអ៊ីរ៉ង់បានអះអាងថាការចរចាជាមួយសហរដ្ឋអាមេរិកមិនអាចប្រព្រឹត្តឡើងនោះឡើយប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តដាក់សម្ពាធនិងការគំរាមកំហែងមកលើខ្លួនដូចជាការបិទផ្លូវកងទ័ពជើងទឹករបស់អ៊ីរ៉ង់និងការរឹបអូសកប៉ាល់របស់ខ្លួនជាដើមអ៊ីរ៉ង់បានចាត់ប្រកាន់សហរដ្ឋអាមេរិកថាបានរំលោភទៅលើបទឈប់បាញ់និងច្បាប់អន្តរជាតិហើយការចរចាជាមួយសហរដ្ឋអាមេរិកក្រោមស្ថានភាពនៃការគំរាមកំហែងការវាយប្រហារនិងការរំលោភបទឈប់បាញ់មិនត្រឹមតែគ្មានន័យប៉ុណ្ណោះទេប៉ុន្តែអាចបង្កគ្រោះថ្នាក់និងលើកទឹកចិត្តឲ្យមានការទាមទារកាន់តែខ្លាំងពីទីក្រុង Washington ផងដែរយ៉ាងណានៅខណៈនេះមានការរាយការណ៍មកថាសហរដ្ឋអាមេរិកបានពង្រីកបទឈប់បាញ់ជាមួយអ៊ីរ៉ង់បន្ទាប់ពីប៉ាគីស្ថានបានស្នើសុំពេលវេលាបន្ថែមសម្រាប់ទីក្រុងតេហេរ៉ង់ដើម្បីបង្ហាញចំហចរចារួមគ្នាប៉ុន្តែជាមួយគ្នានេះគេមើលឃើញថាសហរដ្ឋអាមេរិកកំពុងបង្ហាញចង្កុំយោធាគំរាមទៅលើអ៊ីរ៉ង់ដែលមានការរាយការណ៍ដឹងថាយន្តហោះគ្មានមនុស្សមករបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកកំពុងត្រូវបានដាក់ពង្រាយនៅតំបន់មជ្ឈិមបូព៌ាដើម្បីជ្រាបពីស្ថានភាពវិវត្តនៃសង្គ្រាមអាមេរិកនិងអ៊ីរ៉ង់នៅតំបន់មជ្ឈិមបូព៌ាសូមអស់លោកស្រីប្រិយមិត្តទាំងអស់មកតាមដានសម្ដាប់នៃការបញ្ចេញអត្ថបទព័ត៌មានដូចតទៅមជ្ឈដ្ឋានជាច្រើនបានបង្វែរក្រសែភ្នែកមកផ្ដោតលើលទ្ធភាពដែលអាចទៅរួចនៃកិច្ចចរចាបទឈប់បាញ់រវាងទីក្រុង Washington និងទីក្រុងតេហេរ៉ង់ខណៈមនុស្សមួយចំនួនអាចនឹងដាក់ក្តីរំពឹងថាសន្តិភាពនៅតំបន់មជ្ឈិមបូព៌ាអាចនឹងរះឡើងវិញហើយអស្ថិរភាពនៃសេដ្ឋកិច្ចសកលក៏នឹងត្រូវបានបញ្ឈប់ផងដែរយ៉ាងណាខុសស្រឡះពីក្តីសង្ឃឹមនេះអ៊ីរ៉ង់បានបដិសេធមិនបញ្ជូនក្រុមចរចារបស់ខ្លួនទៅកាន់ទីក្រុងអ៊ីស្លាមាបាតដើម្បីបន្តការចរចានៅសប្តាហ៍នេះឡើយដែលប្រទេសនេះបានដាក់លក្ខខណ្ឌថាលោក Donald Trump ត្រូវលុបចោលការបិទច្រកសមុទ្រ Hormuz ជាមុនសិនព័ត៌មាននេះត្រូវបានបញ្ជាក់ដោយមន្ត្រីនៃតំបន់មជ្ឈិមបូព៌ាពីររូបដែលស្នើសុំការបញ្ចេញឈ្មោះចំណែកភាគីសហរដ្ឋអាមេរិកលោក Donald Trump បែរជាបានបង្ហាញថាការចរចាកម្រិតខ្ពស់ជាមួយអ៊ីរ៉ង់អាចនឹងចាប់ផ្ដើមឡើងវិញក្នុងពេលឆាប់ៗនេះប៉ុន្តែมันមានភាពច្បាស់លាស់អំពីពេលវេលានិងផែនការពិតប្រាកដលោក Trump កាលពីថ្ងៃច័ន្ទបានលើកឡើងថាលោកមិនមានគម្រោងបើកច្រកសមុទ្រនោះទេរហូតដល់ភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងមួយការនេះបាននាំឲ្យមានភាពជាប់គាំងនាពេលបច្ចុប្បន្នដោយទីក្រុងតេហេរ៉ង់និងទីក្រុង Washington គិតត្រឹមថ្ងៃអង្គារនេះបានបង្ហាញពីចំហររឹងរូសរៀងៗខ្លួនបើទោះបីជាស្ថានភាពកំពុងជាប់គាំងក៏ដោយលោក Donald Trump បានផ្ដល់ហេតុផលខ្លះនៅរសៀលថ្ងៃអង្គារដែលបង្ហាញពីការប្រែប្រួលចំហររបស់ខ្លួនបន្ទាប់ពីបាននិយាយថាมันមានបំណងបន្តបទឈប់បាញ់ជាលើកទី2លោកក៏បានសម្រេចបន្តវាឡើងវិញដោយការនេះបានបង្កើតភាពមិនស្របគ្នានៅក្នុងសារនយោបាយរបស់សេដ្ឋវិមានលោកបានបញ្យល់ថាការសម្រេចចិត្តដូចនេះគឺធ្វើឡើងដើម្បីបំពេញចិត្តប្រជាជនប៉ាគីស្ថានមិនមែនជាការសម្របសម្រួលជាផ្លូវការរបស់សហរដ្ឋអាមេរិកនោះឡើយទោះយ៉ាងណាវាបានបង្ហាញយ៉ាងច្បាស់ពីភាពមិនច្បាស់លាស់នៃកិច្ចខិតខំប្រឹងប្រែងដើម្បីឈានទៅរកកិច្ចព្រមព្រៀងទូលំទូលាយអ៊ីរ៉ង់ត្រូវបានគេដឹងថាបានបដិសេធលក្ខខណ្ឌរបស់សហរដ្ឋអាមេរិកសម្រាប់ការចរចាខណៈដែលលោក Donald Trump បានសម្រេចបន្តបទឈប់បាញ់ជាឯកតោភាគីតាមសំណើរបស់ប្រមុខកងទ័ពប៉ាគីស្ថាននេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់កាលពីថ្ងៃអង្គារតាមការបង្ហោះលើបណ្ដាញសង្គម X របស់រដ្ឋអ៊ីរ៉ង់បានឲ្យដឹងថាអ៊ីរ៉ង់បានបដិសេធលក្ខខណ្ឌចរចារបស់អាមេរិកខណៈដែលលោក Donald Trump បានបន្តបទឈប់បាញ់ដោយឯកតោភាគីហើយបានបញ្ជាក់ថាការសម្រេចចិត្តនេះធ្វើឡើងតាមសំណើរបស់មេបញ្ជាការកងទ័ពប៉ាគីស្ថានបទឈប់បាញ់នឹងនៅតែមានសុពលភាពបន្តទៅមុខលុះត្រាតែអ៊ីរ៉ង់ដាក់សំណើថ្មីសម្រាប់ការចរចាប៉ុណ្ណោះក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះភាគីទាំងពីរទាំងទីក្រុងតេហេរ៉ង់និងទីក្រុង Washington បានបន្តផ្លាស់ប្ដូរពាក្យសម្ដីគ្នាតាមប្រព័ន្ធផ្សព្វផ្សាយសង្គមហាក់ដូចជាកំពុងចរចាតាមសារព័ត៌មានជាមួយនឹងសារគម្រាមកំហែងគ្នាទៅវិញទៅមកការទាមទារនិងការបដិសេធទាំងសងខាងនៅតែអាចផ្លាស់ប្ដូរបានគ្រប់ពេលវេលាហើយមិនទាន់ច្បាស់ថាតើអ្វីខ្លះជាចំណុចបន្ទាត់ក្រហមពិតប្រាកដឬគ្រាន់តែជាយុទ្ធសាស្ត្រចរចាការបិទច្រកសមុទ្រ Hormuz គ្រាន់តែជាចំណុចជាប់គាំងមួយក្នុងចំណោមបញ្ហាចម្បងជាច្រើនដែលក្រុមចរចារបស់សេដ្ឋវិមានកំពុងប្រឈមជាមួយគ្នានេះករណីដែលអាមេរិកបានរឹបអូសកប៉ាល់របស់អ៊ីរ៉ង់នៅឈូងសមុទ្រអូម៉ង់កំពុងត្រូវបានអ៊ីរ៉ង់ស្នើទៅកាន់អង្គការសហប្រជាជាតិឲ្យធ្វើអន្តរាគមន៍ផងដែរអ៊ីរ៉ង់កាលពីថ្ងៃអង្គារបានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិធ្វើអន្តរាគមន៍បន្ទាប់ពីសហរដ្ឋអាមេរិកបានរឹបអូសនាវាពាណិជ្ជកម្មរបស់ខ្លួនមួយគ្រឿងនិងឃុំខ្លួននាវិកជាមួយក្រុមគ្រួសាររបស់ពួកគេដែលពណ៌នាសកម្មភាពនេះថាជាការរំលោភលើបទឈប់បាញ់នេះបើយោងតាមការចុះផ្សាយរបស់ NBC News នៅក្នុងលិខិតមួយផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ Emir Saed Iravani បានបញ្ជាក់ថាការរឹបអូសនាវា Tosca កាលពីដើមសប្តាហ៍នេះគឺជាការរំលោភបំពានយ៉ាងច្បាស់លាស់និងជាក់ស្ដែងលើកិច្ចព្រមព្រៀងបទឈប់បាញ់រវាងភាគីទាំងពីរការរឹបអូសយកនាវាពាណិជ្ជកម្មរបស់អ៊ីរ៉ង់ក៏ដូចជាការបិទផ្លូវនៅច្រកសមុទ្រ Hormuz គឺជាសម្ពាធដ៏មានសារៈសំខាន់ដែលនាំទីក្រុងតេហេរ៉ង់មកកាន់តុចរចាជាមួយសហរដ្ឋអាមេរិកឡើងវិញបើទោះបីជាអ៊ីរ៉ង់បានកំណត់លក្ខខណ្ឌក្នុងការចរចាដែលទាមទារឲ្យសហរដ្ឋអាមេរិកបញ្ឈប់ការរារាំងនៅច្រកសមុទ្រ Hormuz ក៏ដោយក៏សហរដ្ឋអាមេរិកនៅតែបន្តការហុំព័ទ្ធច្រកសមុទ្រនេះជាមួយនឹងការដាក់ពង្រាយទ័ពជើងទឹករបស់ខ្លួនរដ្ឋមន្ត្រីក្រសួងរដ្ឋាភិបាលសហរដ្ឋអាមេរិក Scott Bessent បាននិយាយថាកងទ័ពជើងទឹកសហរដ្ឋអាមេរិកនឹងបន្តយុទ្ធនាការដាក់សម្ពាធលើអ៊ីរ៉ង់ដែលផ្ដោតលើការរឹតបន្តឹងពាណិជ្ជកម្មតាមសមុទ្រនិងកាត់បន្ថយប្រភពចំណូលសំខាន់ៗរបស់ទីក្រុងតេហេរ៉ង់លោកបានបង្ហោះនៅលើបណ្ដាញគណនី X ថាសហរដ្ឋអាមេរិកនឹងបន្តបិទផ្លូវកំពង់ផែអ៊ីរ៉ង់ខណៈដែលឃ្លាំងស្តុកប្រេងនៅកោះខាតក៏អាចនឹងរងសម្ពាធនិងអណ្ដូងប្រេងអ៊ីរ៉ង់ក៏ត្រូវបានប៉ះពាល់យ៉ាងខ្លាំងផងដែរលោកបានបន្ថែមថាគោលនយោបាយ Economic Fury ឬកំហឹងសេដ្ឋកិច្ចនឹងបន្តប្រើសម្ពាធអតិបរមាដើម្បីកាត់បន្ថយសមត្ថភាពអ៊ីរ៉ង់ក្នុងការបង្កើតការផ្លាស់ទីនិងការបញ្ជូនមូលនិធិខណៈដែលបុគ្គលឬនាវាណាដែលជួយសម្រាប់សម្រួលពាណិជ្ជកម្មឬហិរញ្ញវត្ថុរបស់អ៊ីរ៉ង់អាចប្រឈមនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក
ចនិងការបង្កក់ទ្រព្យសម្បត្តិជាមួយគ្នានេះសហរដ្ឋអាមេរិកក៏ត្រូវបានមើលឃើញថាកំពុងបង្ហាញចង្គមយោធាដែលកងទ័ពជើងទឹករបស់ខ្លួនកំពុងប្រើប្រាស់នាវាចម្បាំងស៊ើបការស្វ័យប្រវត្តិលើផ្ទៃទឹកនៅក្នុងប្រតិបត្តិការនៅមជ្ឈមបូព៌ាដែលពាក់ព័ន្ធនឹងស្ថានភាពតានតឹងជាមួយអ៊ីរ៉ង់ប្រព័ន្ធ GAOC គឺជាយន្តហោះគ្មានមនុស្សបើកលើផ្ទៃទឹកទំហំតូចដែលរចនាឡើងសម្រាប់ការប្រមូលព័ត៌មានស៊ើបការបញ្ជូនទំនាក់ទំនងនិងការគ្រប់គ្រងប្រតិបត្តិការយោធាដែលអាចបដូរតួនាទីតាមបន្ទុកម៉ូដុលផ្សេងៗតាមរបាយការណ៍នេះក៏បានគូបញ្ជាក់ឲ្យដឹងថាប្រព័ន្ធ GAOC ត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ដើម្បីគ្រប់គ្រងបេសកកម្មសន្តិសុខដែនសមុទ្ររបស់សហរដ្ឋអាមេរិកនិងបានចូលរួមក្នុងការល្បាតដែនសមុទ្រជាច្រើនម៉ោងវាត្រូវបានគេរាយការណ៍ថាកំពុងប្រើប្រាស់ក្នុងបរិបទដែលពាក់ព័ន្ធនឹងការតាមដានសកម្មភាពគម្រាមកំហែងផ្លូវសមុទ្ររបស់អ៊ីរ៉ង់រួមទាំងក្រុមទូកវាយប្រហារល្បឿនលឿនដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមដែលធ្លាប់មានវត្តមានយ៉ាងសកម្មនៅតំបន់ឈូងសមុទ្រពេកនៅខណៈនេះនៅតាមបណ្ដាទីក្រុងមួយចំនួននៅក្នុងប្រទេសអ៊ីរ៉ង់ក៏ត្រូវបានរាយការណ៍មកថាមានការតាំងពិព័រណ៍នៅមីស៊ីលមួយចំនួនផងដែរវីដេអូដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បង្ហាញថាកងឆ្មាំបដិវត្តន៍អ៊ីស្លាមកំពុងរៀបចំការតាំងពិព័រណ៍មីស៊ីលនៅទីក្រុងជាច្រើនរួមមានទីក្រុងតេអ៊ីរ៉ង់ខឺមែននិងអារ៉ាក់នៅក្នុងព្រឹត្តិការណ៍នេះក៏មានការបង្ហាញទង់ជាតិរបស់ក្រុមសកម្មប្រយុទ្ធ Hezbollah និងពាក្យស្លោកប្រឆាំងនឹងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលផងដែរយោងតាមរបាយការណ៍ដែលទទួលបានដោយសារព័ត៌មាន Iran International ព្រឹត្តិការណ៍បង្ហាញមីស៊ីលទាំងនេះបានកើតឡើងមុនពេលប្រធានាធិបតីអាមេរិក Donald Trump ប្រកាសបន្តបទច្បាំងជាមួយអ៊ីរ៉ង់រូបភាពដែលបានផ្សាយបានបង្ហាញមីស៊ីលត្រូវបានដាក់តាំងនៅទីសាធារណៈក្បែរតំបន់លំនៅឋានដែលមិនមានការការពារសុវត្ថិភាពច្បាស់លាស់ឬការគ្រប់គ្រងវងមនុស្សគ្រប់គ្រាន់ដែលបានបង្កើនការព្រួយបារម្ភអំពីហានិភ័យចំពោះសុវត្ថិភាពជនស៊ីវិល